សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សឹបអារូបនេះជាវីដេអូទី29របស់យើងដែលនិទានរឿងអារូបសម្រាប់បងប្អូនស្ដាប់កំសាន្តថ្ងៃនេះយើងមាន4សាច់រឿងសម្រាប់បងប្អូនស្ដាប់ពេលអង្គុយធ្វើការពេលគេងឬពេលបើកបរធ្វើដំណើរតាមផ្លូវបើមានចំណុចខុសឆ្គងត្រង់កន្លែងណាបងប្អូនអាចបញ្ចេញមតិខាងក្រោមបានកុំភ្លេចចុច Like និងជាវដើម្បីទទួលបានវីដេអូរាល់ថ្ងៃតោះកុំឲ្យខាតពេលយូរចូលមកកាន់សាច់រឿងទី1របស់យើងនៅក្នុងបណ្ណាល័យចាស់មួយនៃវិទ្យាល័យដែលល្បីថាមានខ្មោចលងមានសិស្សមួយក្រុមដែលដឹកនាំដោយរតនាជាសិស្សម្នាក់ដែលចូលចិត្តលេងសើចមិនដឹងខុសត្រូវថ្ងៃមួយដើម្បីធ្វើបាបមិត្តភ័ក្តិដែលស្លូតបូតម្នាក់ឈ្មោះមករាក្រុមរបស់រតនាបានបបួលមករាទៅបណ្ណាល័យនៅពេលយប់ដើម្បីរៀបចំសៀវភៅខណៈដែលមករាកំពុងអោនរៀបសៀវភៅនៅជ្រុងងងឹតបំផុតរតនាបានរុញទូសៀវភៅឈើដ៏ធំមួយឲ្យដួលសង្កត់លើមករាទាំងកំរោលមករាត្រូវទូសៀវភៅសង្កត់ជាប់ឆ្អឹងខ្នងរបស់គេបាក់ដោយសារភាពភ័យខ្លាចថានឹងត្រូវបណ្ដេញចេញពីសាលារតនានិងមិត្តភ័ក្តិមិនបានជួយលើកទូទេប៉ុន្តែបែរជាយកកែវបិទដែកមកបិទមាត់មករាកំហុសស្រែករួចចាក់សោបណ្ដេញចេញបាត់ទៅមករាបានដាច់ខ្យល់ស្លាប់ក្នុងភាពអត់ឃ្លាននិងឈឺចាប់បំផុតខណៈដែលភ្នែករបស់គេបើកធ្លុះសម្លឹងមើលទៅមាត់ទ្វារដែលបិទជិតមួយខែក្រោយមកនៅយប់ដែលរតនាត្រូវមកប្រឡងសងគេត្រូវអង្គុយរៀនក្នុងបណ្ណាល័យនោះម្នាក់ឯងស្រាប់តែមានក្លិនក្រដាសចាស់ចាស់លាយឡំជាមួយក្លិនសាច់ស្អុយភាយចេញពីចន្លោះទូសៀវភៅពេលនោះឮសំឡេងដូចមាននរណាម្នាក់កំពុងត្រឡប់ទំព័រសៀវភៅយ៉ាងលឿនរតនាងាកមើលក៏ឃើញស្រមោលសិស្សម្នាក់អង្គុយលុតជង្គង់នៅកន្លែងដែលមករាស្លាប់ស្រមោលនោះងាកមកយឺតប៉ុន្តែអ្វីដែលរន្ធត់គឺផ្ទៃមុខរបស់គេត្រូវបានបិទជិតដោយក្រដាសសៀវភៅដែលដេរភ្ជាប់ទៅនឹងសាច់មុខដោយម្ជុលដែកហើយឈាមខ្មៅជ្រាបចេញតាមចន្លោះក្រដាសនោះគឺវិញ្ញាណមករាដែលឥឡូវនេះមានរូបរាងដូចជាសៀវភៅរស់ខ្មោចមករាបានប្រើខ្សែចំណងសៀវភៅដ៏រឹងមាំលូនចេញពីក្នុងជញ្ជាំងមកចងរឹតដៃជើងរតនាជាប់នឹងទុកឈើនាងបានប្រែកន្ត្រៃកាត់ក្រដាសដ៏មុតស្រួចមកចាប់ហែកស្បែកក្បាលរតនាម្ដងមួយផ្ទាំងដោយគេហែកទំព័រសៀវភៅឯងចង់អានសៀវភៅណាស់មានទេចុះបើស្បែកឯងធ្វើជាក្រដាសវិញតើវាស្អាតទេខ្មោចមករាបានប្រើទឹកខ្មៅប៊ិចដែលពុះកញ្ជ្រោលមកចាក់ស្រោចចូលក្នុងប្រហោងភ្នែករតនាបណ្ដាលឲ្យភ្នែករលាយហុយផ្សើមបន្ទាប់មកនាងបានប្រើម្ជុលដេរក្រដាសមកដេរភ្ជាប់អណ្ដាលរតនាជាប់នឹងទុកឈឺរួចយកឡាមមកឆ្លាក់អក្សរលើទ្រូងរតនាថាការលេងសើចមរណៈអ្វីដែលតក់ស្លុតបំផុតនោះគឺនាងបានប្រើម៉ាស៊ីនសង្កត់ក្រដាសមកសង្កត់ក្បាលរតនាយឺតរហូតដល់លលាក់ដល់ក្បាលបែកខ្ទេចដូចក្រដាសដែលគេកិនកំទេចរតនាស្លាប់ក្នុងសភាពរន្ធត់បំផុតខណៈដែលឈាមរបស់គេប្រែជាពណ៌ខ្មៅដូចទឹកខ្មៅប៊ិចព្រឹកឡើងគ្រូបណ្ណារក្សាបានបើកទ្វារចូលមកក៏ត្រូវដួលសន្លប់នៅកន្លែងគេឃើញសាកសពរតនាត្រូវបានគេរុំបំពាត់ដោយក្រដាសសៀវភៅពេញខ្លួនហើយក្បាលត្រូវបានគេញាត់ចូលទៅក្នុងទូសៀវភៅក្នុងសភាពសំប៉ែតដោយក្រដាសនៅលើសៀវភៅដែលរតនាអានមុនស្លាប់មានស្មានឈាមសរសេរថាមេរៀនទី1កុំលេងសើចនឹងជីវិតអ្នកដទៃរឿងនេះចង់អប់រំអំពីការទទួលខុសត្រូវលើទង្វើរបស់ខ្លួននិងផលវិបាកនៃការធ្វើបាបអ្នកដទៃការលេងសើចដែលមើលទៅហាក់ដូចជាតូចតាចអាចคล้ายទៅជាសោកនាដមាដែលបំផ្លាញជីវិតអ្នកដទៃកម្មផលនឹងតាមរកអ្នកជានិច្ចហើយវានឹងមកសងសឹកក្នុងរូបភាពដែលអ្នកបានធ្វើទៅលើគេសាលារៀនគឺជាកន្លែងស្វែងរកចំណេះដឹងមិនមែនជាកន្លែងសម្រាប់សាងបាបកម្មឡើយចូលមកកាន់សាច់រឿងទី2របស់យើងមេព្រៃភក្តីគឺជាមនុស្សដែលអ្នកស្រុកគោរពខ្លាំងណាស់ព្រោះគេមានតួនាទីការពារព្រៃឈើប៉ុន្តែនៅពីក្រោយភក្តីគឺជាមេខ្លោងខុបគិតជាមួយឈ្មួញទុច្ចរិតលួចកាប់ឈើប្រណីយកទៅលក់ថ្ងៃមួយដើម្បីបើកផ្លូវឲ្យឡានដឹកឈើចិនភក្តីបានបញ្ជាឲ្យកូនចៅកាប់បំផ្លាញដើមទាវសក្ការៈមួយដើមដែលអ្នកស្រុកជឿថាមានមេព្រៃឬអ្នកតាម្ចាស់ស្រុកស្នាក់នៅខណៈដែលកំពុងកាប់កូនចៅម្នាក់ឈ្មោះសុកបានប្រកែកមិនព្រមធ្វើព្រោះឃើញមានទឹកជក់ជារឿក្រហមដួលឈាមហូរចេញពីដើមឈើនោះភក្តីខឹងខ្លាំងណាស់ក៏ទាញពួកអែវវាយសម្លាប់សុកនៅកន្លែងរួចញាត់សពសុកចូលទៅក្នុងប្រហោងដើមឈើនោះនិងដុតបំបត្តិភក់តាំងទាំងយប់មួយខែក្រោយមកភក្តីបានចូលទៅក្នុងព្រៃជ្រៅនោះម្ដងទៀតដើម្បីពិនិត្យឈើដែលត្រូវលួចកាប់
ស្រាប់តែអាកាសធាតុប្រែប្រួលភ្លាមផ្សើងអបក្រហមស្រអាប់បានគ្របបណ្ដប់ពេញព្រៃទោះពេលថ្ងៃត្រង់ក៏ដោយសំឡេងសត្វបក្សីដែលធ្លាប់យំបែរជាប្រែជាសំឡេងស្រែកធ្ងរយ៉ាងក្រលួចពេលនោះដូចជាមានសំឡេងអ្វីមួយកំពុងលូនកាត់ស្លឹកឈើស្ងួតភក្តីងាកមើលក៏ឃើញស្រមោលបុរសម្នាក់ដែលមានរូបរាងខ្ពស់ស្រលឹមស្បែកប្រែជាឈើក្រៀមហើយសក់ក្បាលគឺជាមែកឈើមុតស្រួចអ្វីដែលរន្ធត់បំផុតគឺផ្ទៃមុខរបស់គេគ្មានស្បែកឡើយសល់តែសាច់ដុំក្រហមនិងមានសត្វល្អិតលូនចេញតាមប្រហោងភ្នែកនោះគឺវិញ្ញាណសុកដែលឥឡូវនេះបានคล้ายទៅជាប្រៃអ្នកតាថែរក្សាព្រៃភក្តីព្យាយាមរត់ប៉ុន្តែវ៉លលីព្រៃរាប់ពាន់សរសៃបានលូនចេញពីដីមកចងរឹតយើជើងភក្តីជាប់នឹងដើមឈើមួយខ្មោចសុកបានប្រើមែកឈើមុតដោយលំពីងមកដតទម្លុះបដៃភក្តីទាំងសងហាងជាប់នឹងដើមឈើឯងចង់បានឈើណាស់មែនទេចាំយើងធ្វើឲ្យឯងคล้ายទៅជាឈើជារៀងរខ្មោចសុកបានប្រើពួកអាវជ្រែកស៊ីមកកាប់ចិញ្ក្រាំជើងភក្តីសងខាងឲ្យបែកឆ្អឹងរួចយកគ្រាប់ឈើព្រៃមកញាត់ចូលក្នុងមុខរបួសទាំងស្រស់បន្ទាប់មកសុកបានប្រែជាឈើក្តៅមកស្រោចចូលក្នុងមាត់ភក្តីដើម្បីកុំឲ្យគេស្រែកបាននិងដើម្បីបង្កក់គ្រឿងក្នុងរបស់គេអ្វីដែលតក់ស្លុតបំផុតនោះគឺសុកបានប្រែកំបិតចិត្តឈើមកបកស្បែកខ្នងភក្តីទាំងផ្ទាំងរួចយកបន្លាព្រៃមកដេរភ្ជាប់ស្បែកនោះទៅនឹងសម្បកឈើឈាមស្រស់ហូរស្រោចដីមាត់ព្រៃខណៈដែលភក្តីនឹងមានដង្ហើមគេបានឃើញមែកឈើតូចចាប់ផ្ដើមដុះចេញពីក្នុងភ្នែកនិងមាត់របស់គេដោយសារអំណាចនៃគ្រាប់ឈើមរណៈព្រឹកឡើងក្រុមមន្ត្រីព្រៃឈើផ្សេងទៀតបានរកឃើញភក្តីប៉ុន្តែអ្វីដែលគេឃើញមិនមែនជាសាកសពធម្មតាឡើយគឺជារូបភាពដែលរន្ធត់គឺភក្តីបានស្លាប់ក្នុងសភាពคล้ายទៅជាឈើក្បាលមានមែកឈើដុះធ្លុះចេញតាមត្រចៀកនិងភ្នែកចំណែកឯទ្រូនប្រានបានទ្រូស្របដោយជាឈើក្រហមឆៅនៅលើសម្បកឈើក្បែរនោះមានស្មានក្រញ៉ៅជាអក្សរឈាមថាដង្ហើមព្រៃគឺជាដង្ហើមចុងក្រោយរបស់ឯងចូលមកកាន់សាច់រឿងទី3របស់យើងជ័យគឺជាព្រានព្រៃម្នាក់ដែលមានជំនាញខាងដឹកអន្ទាកនិងបាញ់សត្វប៉ុន្តែជ័យមិនមែនជាព្រានព្រៃធម្មតាទេគេជាមនុស្សចិត្តខ្មៅដែលចូលចិត្តសម្លាប់សត្វដើម្បីតែភាពសប្បាយនិងលោភលន់ថ្ងៃមួយជ័យបានដេញបាញ់សត្វឆ្លួសមួយក្បាលរហូតចូលទៅដល់តំបន់ព្រៃដាច់សរសៃដែលជាតំបន់ហាមឃាត់ដែលអ្នកភូមិជឿថាមានព្រាយដើមពោធិ៍ចាំឡងនៅកណ្ដាលព្រៃនោះជ័យបានឃើញស្ត្រីម្នាក់ឈ្មោះសៅផុនដែលជាអ្នកភូមិបាត់ខ្លួនកាលពីឆ្នាំមុនតាមពិតទៅសៅផុនត្រូវបានជ័យចាប់រំលោភនិងសម្លាប់បំបិទមាត់ក្នុងព្រៃនេះរួចយកសាកសពទៅកប់ក្រោមឫសដើមពោធិ៍ធំមួយជ័យបណ្ដាសម្ដីទៅដើមពោធិ៍នោះដោយមិនដឹងខ្លួនថាវិញ្ញាណដែលគេធ្លាប់សម្លាប់កំពុងរង់ចាំការសងសឹកយ៉ាងសាហាវស្រាប់តែមេឃដែលកំពុងភ្លឺចាប់ផ្ដើមងងឹតស្លុបផ្សែងអបពណ៌ប្រផេះភាយចេញពីដីមកខ្ទប់នឹងហែមជ័យពេលនោះដូចមានសំឡេងអ្វីម្យ៉ាងអូសសាកសពនៅលើស្លឹកឈើស្ងួតជ័យលើកកំភ្លើងបំរុងនឹងបាញ់ស្រាប់តែឃើញស្ត្រីម្នាក់សក់វែងអន្លាយដល់ដីឈរបែកខ្នងនៅពេលនាងងាកមកជ័យស្ទើរតែគាំងបេះដូងស្លាប់ផ្ទៃមុខរបស់នាងរបកសាច់អស់សល់តែលូឡាដតក្បាលដែលស្រោបដោយស្លែនិងដង្កូវលូនចេញតាមរុនភ្នែកទាំងសងខាងនាងបានសើចហើយរួចបន្លឺសំឡេងស្អកថាបងជ័យមកនៅជាមួយអូនវិញមកជ័យព្យាយាមរត់ប៉ុន្តែឬដើមពោធិ៍រាប់រយដូចជាសត្វពស់បានលូនមករុំពាត់ដៃជើងគេជាប់យ៉ាងណែនព្រាយសៅផាន់បានដើរមកជិតរួចប្រើក្រចកដែកដ៏ស្រួចមកខ្វេះយកអណ្ដាតជ័យទាំងស្រស់ដើម្បីកុំឲ្យគេស្រែកបានឈាមស្រស់បាញ់សាច់ពេញដើមពោធិ៍បន្ទាប់មកនាងបានប្រើកំបិតព្រានរបស់ជ័យខ្លួនឯងមកវេះកាត់ស្បែកពោះជ័យជាផ្ទាំងរួចទាញយកគ្រឿងក្នុងមកត្រាំក្នុងជ័រឈើក្តីអ្វីដែលរន្ធត់បង្ខត់នោះគឺនាងបានយកបន្លាព្រៃវែងមកដោតទម្លុះត្រចៀកជ័យទាំងសងខាងរហូតដល់ថ្លាយទៅដល់ខួរក្បាលជ័យរមួលខ្លួនដោយភាពឈឺចាប់ប៉ុន្តែមិនអាចស្រែកចេញសូម្បីតែមួយម៉ាត់ជាចុងក្រោយព្រាយសៅផាន់បានប្រាយខ្សែលួដែកមកដេរមាត់ជ័យទៅនឹងឫសដើមពោធិ៍រួចយកទឹកអាស៊ីតពីរុក្ខជាតិពឹសមកស្រោចលើមុខជ័យបណ្ដាលឲ្យសាច់មុខរលាយហុយផ្សែងរហូតដល់លិចចេញឆ្អឹងមុខនាងបានទាញក្បាលជ័យឲ្យបោកនឹងដើមឈើរហូតដល់លូឡាដតក្បាលបែកខ្ទេចដោយអ្វីដែលជ័យធ្លាប់បានធ្វើលើនាងកាលពីមុន
ព្រឹកឡើងព្រានព្រៃផ្សេងទៀតបានមកតាមរកជ័យក៏ត្រូវដួលសន្លប់នឹងកន្លែងគេឃើញសាសសពជ័យស្ថិតនៅសភាពខ្លួនប្រានត្រូវរឹសឈើដុះទម្លុះពោះក្បាលបាត់បង់ស្បែកអស់និងមាត់ត្រូវដេរភ្ជាប់ជាមួយសក់ខ្មោចនៅលើសម្បកដើមពោធិ៍មានស្នាមសរសេរដោយឈាមថាបំណុលឈាមត្រូវសងដោយឈាមរឿងនេះចង់អប់រំអំពីកម្មផលនៃការសម្លាប់មនុស្សនិងការបំពានអំពីសេចក្តីថ្លៃថ្នូររបស់អ្នកដទៃព្រៃឈើអាចចម្រោកមនុស្សបានប៉ុន្តែវាមិនអាចលាក់បាំងបាបកម្មដែលមនុស្សបានសាងឡើយព្រៃឈើអាចចម្រោកមនុស្សបានប៉ុន្តែវាមិនអាចលាក់បាំងបាបកម្មដែលមនុស្សបានសាងឡើយអំពើអាក្រក់ដែលអ្នកបានធ្វើក្នុងទីងងឹតវានឹងតាមឡងបន្លាចអ្នករហូតដល់ថ្ងៃចុងក្រោយនៃជីវិតការសងសឹករបស់វិញ្ញាណដែលឈឺចាប់គឺសាហាវជាងអ្វីដែលមនុស្សលោកអាចស្មានដល់ចូលមកកាន់សាច់រឿងទី4សាច់រឿងចុងក្រោយសម្រាប់ថ្ងៃនេះវិបុលគឺជាអ្នកជំនួញម្នាក់ដែលសម្បូរទៅដោយល្បិចល្បល់និងភាពមានបានដែលបានមកពីការកេងប្រវ័ញ្ចកាលពី2ឆ្នាំមុនគេបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ឈ្មោះម៉ាឡានៅពេលម៉ាឡាមានផ្ទៃពួកនិងទាមទារឲ្យគេទទួលខកត្រូវវិបុលខ្លាចបាត់បង់កិត្តិយសនិងទ្រព្យសម្បត្តិក៏បានលបួងម៉ាឡាទៅកាន់ខ្ទមដាច់ស្រយាយកាយបឹងស្ងាត់មួយនៅទីនោះវិបុលបានធ្វើរឿងដ៏អមនុស្សធម៌បំផុតគេបានប្រើខ្សែលួចងរឹតកម៉ាឡារហូតដាច់ខ្យល់ស្លាប់រួចយកម្ជុលនិងអំបោះខ្មៅមកដេរមាត់នាងជិតឈឹងដើម្បីកុំឲ្យវិញ្ញាណនាងស្រែកប្តឹងយមរាជបន្ទាប់មកគេបានដោតថ្មផកដ៏ធំចូលទៅក្នុងពួកម៉ាឡាហើយទម្លាក់នាងចូលទៅក្នុងផកបាតបឹងដើម្បីបំបត្តិភ័ស្តុតាងជារៀងរហូតយប់ខួប2ឆ្នាំនៃសោកនាដកម្មនោះវិបុលកំពុងដេកនៅក្នុងវិឡាដ៏ប្រណិតរបស់គេស្រាប់តែមានក្លិនទឹកបឹងស្អុយរលួយភាយចេញពីផ្ទៃបន្ទប់ដោយបើទូបីគេបិទម៉ាស៊ីនត្រជាក់ចិត្តក៏ដោយគេឮសំឡេងមួយដូចមានក្រចកដែកកំពុងកោសជញ្ជាំងយឺតវិបុលបើកភ្នែកឡើងក៏ឃើញទឹកផក់ខ្មៅចាប់ផ្ដើមហូរចេញពីក្រោមគ្រែស្រាប់តែមានដៃម្ខាងដែលហើមប៉ោងរបកសាច់សល់តែសរសៃឈាមខ្មៅលូមកចាប់ជើងគេយ៉ាងណែននៅមាត់ទ្វារគេឃើញស្រមោលស្ត្រីម្នាក់ឈរនៅសភាពសក់វែងរញ៉េរញ៉ៃរុំពួតដោយស្លែភ្នែកទាំងពីររបកចេញអស់សល់តែរុនឈាមនិងមាត់របស់នាងមានអំបោះខ្មៅដេរខ្វាត់ខ្វែងពេញបំពង់មាត់នោះគឺព្រាយម៉ាឡាបានប្រើកម្លាំងវិញ្ញាណទាញវិបុលឲ្យផ្អឹបទៅនឹងជញ្ជាំងនាងបានប្រើកន្ត្រៃកាត់ដែកដ៏ធំមកកាត់ម្រាមដៃវិបុលសងខាងរួចយកម្រាមដៃទាំងនោះមកញាត់ចូលទៅក្នុងភ្នែករបស់វិបុលស្រែកធ្ងរដោយភាពឈឺចាប់ប៉ុន្តែម៉ាឡាមិនឈប់ឡើយនាងបានដកម្ជុលដែកវែងប្រវែង1ហត្ថចេញពីក្នុងមាត់នាងរួចយកមកដោតទម្លុះអណ្ដាតវិបុលជាប់នឹងក្រអូមមាត់បន្ទាប់មកនាងបានប្រើកាំបិតវះកាត់ច្រេះស៊ីមកវះកាត់ស្បែកពោះវិបុលយឺតរួចចាប់ទាញយកពោះវៀនរបស់វិបុលមកត្រាំក្នុងជួរឈើក្តៅបណ្ដាលឲ្យសាច់របស់វិបុលរលាយហុយផ្សែងខណៈដែលគេនៅមានដង្ហើមជាចុងក្រោយនាងបានយកថ្មផក់ដ៏ធំមកសង្កត់លើទ្រូងវិបុលរហូតដល់បែកឆាំងជំនីថ្លាយទៅដល់បេះដូងដោយអ្វីដែលគេធ្លាប់បានធ្វើលើនាងកាលពីមុនព្រឹកឡើងប៉ូលីសបានរកឃើញសាកសពវិបុលនៅក្នុងបន្ទប់ដេកដែលពោពេញទៅដោយទឹកផក់ស្អុយសភាពសពគឺរន្ធត់បំផុតគឺមាត់ត្រូវដេរភ្ជាប់ដោយសរសៃពោះវៀនខ្លួនឯងភ្នែកទាំងពីរត្រូវជំនួសដោយថ្មផក់តូចនិងក្នុងពួកមានពេញទៅដោយស្លែបឹងនៅលើកញ្ចក់ទូខោអាវរបស់វិបុលមានសរសេរអក្សរឈាមថាម្ជុលនិងអំបោះសម្រាប់អ្នកក្បោតរឿងនេះចង់អប់រំអំពីកម្មផលនៃការក្បត់ទំនុកចិត្តនិងអំពើខូរធម៌ចំពោះមនុស្សដែលជាទីស្រឡាញ់មនុស្សដែលហ៊ានសម្លាប់សូម្បីតែឈាមឈរខ្លួនឯងដើម្បីតែលុយកាក់និងកិត្តិយសនិងត្រូវរងនៃការសងសឹកដែលវេទនាបំផុតគ្មានមធ្យោបាយណាអាចបិទបាំងបាបកម្មបានឡើយទោះបីជាអ្នកដេរមាត់សាកសពឬកប់នាងក្រោមបាតបឹងជ្រៅយ៉ាងណាក៏ដោយកម្មផលនឹងតាមរកអ្នកឃើញជានិច្ចសាច់រឿងរបស់យើងថ្ងៃនេះមានតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្ងៃស្អែកសូមអរគុណសូមជម្រាបលា